សូមគោរពជំរាបសួរបងប្អូនបាទនេះថានៅគម្រោងសំណង់ចន្ទល្វែងជ័យបាទលីបដាផ្លូវ58បាទដូចបងប្អូនថាហើយបាទបន្ទាប់ពីយើងបានរៀបចំសែនបុកគ្រឹះថ្ងៃទី18បាទទើបតែរយៈពេលប្រហែលថ្ងៃទេក្រុមហ៊ុនយើងខ្ញុំបានកំពុងតែសម្រុកធ្វើការងារជូនទៅដល់បងប្អូនតែម្ដងបាទហើយត្រង់ចំណុចដែលខ្ញុំឈរនេះបាទគឺយើងធ្វើផ្លូវបាទ10ម៉ែត្របាទនៅក្នុងគម្រោងហ្នឹងបាទអញ្ចឹងសម្រាប់ទីតាំងគម្រោងនេះគឺមានផ្ទះរហូតដល់100ល្វែងជាងបាទហើយជួរខាងមុខនេះគឺយើងធ្វើជាប្រភេទផ្ទះល្វែងសពហាវបាទដែលជាប់នឹងផ្លូវបេតុងផ្លូវជាតិបាទដែលតភ្ជាប់ពីរង្វង់មូលបាទពីរង្វង់ផ្លូវជាតិលេខ5មកបាទតភ្ជាប់រហូតទៅតាមច្រកតាមផ្លូវនឹងតាមរហូតទៅដល់ច្រកអន្តរជាតិបាទអូ3ជាន់បាទនឹងបឹងតគួនក៏អាចទៅដល់រហូតដល់ឧត្តរមានជ័យក៏បានដែរបាទអញ្ចឹងតំបន់ផ្លូវនេះគឺជាតំបន់សេដ្ឋកិច្ចពិសេសមែនទែនបាទហើយសម្រាប់ទីតាំងគម្រោងនេះពុកម៉ែបងប្អូនគេប្រាប់ហើយបាទគឺជាប់នឹងផ្លូវបេតុងតែម្ដងបាទអាចពុកម៉ែបងប្អូនអាចអញ្ជើញមកមើលតបានបាទជាទីតាំងល្អមែនទែនបាទនៅជាប់ផ្លូវបេតុងបាទពុកម៉ែបងប្អូនប្រាប់ហើយបាទនេះគឺជាសកម្មភាពដែលឡានបាទដែលពុកម៉ែបងប្អូនជាច្រើនដែលគាត់ធ្វើចរាចរណ៍ទាំងយប់ទាំងថ្ងៃតែម្ដងបាទអញ្ចឹងសូមបញ្ជាក់ទីតាំងម្ដងទៀតដែរបាទសម្រាប់ទីតាំងគម្រោងយើងនេះគឺជាទីតាំងល្អបាទល្អយ៉ាងម៉េចបាទពុកម៉ែបងប្អូនអាចអញ្ជើញមកមើលបានអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើដំណើរពីខាងមកពីភ្នំពេញមកដល់កន្លែងរង្វង់មូល58ហ្នឹងបាទបើពុកម៉ែបងប្អូនមកដល់កន្លែងហ្នឹងមកពីភ្នំពេញមកពុកម៉ែបងប្អូនបត់មកខាងស្ដាំបាទធ្វើដំណើរមកត្រឹមតែ5នាទីទេនឹងមកដល់ទីតាំងគម្រោងមានជ័យលីមដាផ្លូវ58យើងតែម្ដងតែបើសិនជាពុកម៉ែបងប្អូនទៅត្រង់ពុកម៉ែបងប្អូននឹងទៅដល់ទីក្រុងប៉ោយប៉ែតបាទហើយបើសិនជាពុកម៉ែបងប្អូនបត់ឆ្វេងទៅច្រកអន្តរជាតិស្ទឹងបត់បាទដែលពីមុនមកកន្លែងច្រកស្ទឹងបត់នេះគឺគេទៅតែបានទេពីមុនមកការនាំទំនិញដូចជាឡានទំនិញជាច្រើនបាទគឺចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែតបាទដោយសារតែឥឡូវនេះមានការអភិវឌ្ឍបាទអញ្ចឹងនៅទីក្រុងប៉ោយប៉ែតក៏បានរៀបចំច្រកអន្តរជាតិដើម្បីសម្រាប់ទៅដល់ឡាននាំទំនិញមកពីក្រៅប្រទេសមកដើម្បីចេញច្រកតាមស្ទឹងបត់ទាំងតែម្ដងបាទតែសម្រាប់ច្រកអន្តរជាតិប៉ោយប៉ែតគឺធ្វើសម្រាប់ឲ្យទៅដល់ពុកម៉ែបងប្អូនដែលជាទេសចរបាទឆ្លងប្រទេសបាទដើម្បីងាយស្រួលទៅដល់ពួកគាត់បាទគឺគ្រប់សាសតែម្ដងបាទអាចធ្វើដំណើរឆ្លងកាត់ពីប្រទេសថៃមកកម្ពុជាបានបាទអញ្ចឹងសម្រាប់ទីតាំងគម្រោងនេះខ្ញុំសូមជម្រាបទៅដល់ពុកម៉ែបងប្អូនផងដែរបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងនៅចង់បាននៅផ្ទះបាទទីតាំងល្អបាទហើយរីឯគោលការណ៍ក៏ប្រាក់ងាយបាទអញ្ចឹងសម្រាប់ក្រុមហ៊ុនយើងខ្ញុំពីមុនមកខ្ញុំហ៊ាននិយាយថាគឺក្រុមហ៊ុនយើងខ្ញុំតែងតែធ្វើតម្លៃបាទចាប់ពី 100000 ឡើងលើរហូតដល់ 500000 បាទហើយនៅក្នុងក្រុងប៉ោយប៉ែតបាទហើយឥឡូវនេះដោយសារតែបាទបងប្រុសខ្ញុំដែលជាអគ្គនាយករបស់ក្រុមហ៊ុនសំណង់ចន្ទល្វែងជ័យគាត់តែងតែគិតគូរទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបាទពីកត្តាសេដ្ឋកិច្ចបាទអញ្ចឹងក៏គាត់រៀបចំនៅគម្រោងថ្មីនេះដែលសាងសង់រហូតដល់100ល្វែងជាងដើម្បីងាយស្រួលទៅដល់ពុកម៉ែបងប្អូនដែលចង់បាននៅផ្ទះបាទបងរំលោះបានបាទគោលការណ៍កក់ប្រាក់ងាយបាទផ្ទះតម្លៃមានចាប់ពី 50000 ជាងឡើងលើបាទហើយរីឯការកក់ប្រាក់ហើយក៏បញ្ចុះតម្លៃក៏ពិសេសមែនទែនបាទពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ទីតាំងគម្រោងនេះបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍បាទទិញទុកពីក្នុងអាកាសដែលពុកម៉ែបងប្អូនឃើញនេះហើយបាទដែលយើងកំពុងតែឈូសឆាយបាទគឺមានសកម្មភាពយ៉ាងមមាញឹកមែនទែនបាទហើយសម្រាប់ទីតាំងនេះគឺមានផ្ទះរហូតដល់100ល្វែងជាងអញ្ចឹងពុកម៉ែបងប្អូនមកកក់ពីក្នុងអាកាសនេះ
នឹងទទួលបានការបញ្ចុះតម្លៃពិសេសជូរតែម្ដងបាទហើយអ្វីដែលពិសេសនោះពុកម៉ែបងប្អូនចង់បង់រំលោះជាមួយធនាគារក៏បានបង់រំលោះជាមួយក្រុមហ៊ុនក៏បានសម្រាប់ពុកម៉ែបងប្អូនដែលចង់បង់រំលោះជាមួយធនាគារគឺអាចបង់រំលោះងាយៗបានបាទដោយសារតែក្រុមហ៊ុនយើងខ្ញុំតែងតែគិតគូរទៅដល់ប្រជាពលរដ្ឋបងប្អូនដែលរស់នៅទីក្រុងប៉ោយប៉ែតបាទដោយសារតែពេលខ្លះគាត់ក៏ជាប់ CBC អញ្ចឹងសម្រាប់បងប្អូនដែលជាប់ CBC ក៏អាចបង់រំលោះបានជាមួយក្រុមហ៊ុនយើងបានដែរបាទដោយមិនបាច់ចាំបាច់សិក្សាពី CBC ទេបាទអាចមកជួបខ្ញុំផ្ទាល់បានពិភាក្សាគ្នាបានបាទបងប្អូនចង់បានមួយល្វែងពីរល្វែងបាទកក់ប្រាក់បាទហើយការបង់រំលោះងាយអាចតំណែងសាកសួរបានបាទអញ្ចឹងកម្រងនេះបាទខ្ញុំហ៊ាននិយាយថាគឺទើបតែកម្រងទី1ទេបាទដោយសារតែបងប្រុសខ្ញុំជាអគ្គនាយកក្រុមហ៊ុនគាត់បានគិតគូរបាទពីស្ថានភាពនយោបាយក៏ដូចជាបាទគិតគូរទៅដល់ប្រជាពលរដ្ឋខ្មែរយើងបាទដែលជួបទុក្ខការលំបាកបាទអញ្ចឹងឥឡូវនេះយើងក៏រៀបចំធ្វើតម្លៃធូរថ្លៃរីឯគោលការណ៍កក់ប្រាក់ក៏ងាយទៅដល់ពុកម៉ែបងប្អូនផងដែរបាទអញ្ចឹងសម្រាប់ទីតាំងនេះពិតជាពិបាករកបាទពុកម៉ែបងប្អូនអាចសវេឬក៏អាចសាកសួរដើរមើលទីតាំងផ្សេងបានបាទថាតើគោលការណ៍លក្ខខណ្ឌនៃការបង់ប្រាក់ជាមួយក្រុមហ៊ុនខ្ញុំនេះពិតជាពិសេសមែនទេបាទហេតុអ្វីបានខ្ញុំហ៊ាននិយាយអញ្ចឹងបាទពុកម៉ែបងប្អូនអាចដឹងខ្លះហើយបាទពាក់ព័ន្ធបើសិនតែយើងបង់រំលោះជាមួយធនាគារទី1គេត្រូវការយើងសិក្សាពីមុខរបរបាទសិក្សាពីមុខរបរទី2គេត្រូវការតើយើងរដ្ឋាភិបាលប្រកបអាជីវកម្មអ្វីបាទអញ្ចឹងត្រង់ចំណុចហ្នឹងហើយដែលអតិថិជនពេលខ្លះគាត់ចង់បានគាត់ស្រឡាញ់ផ្ទះទីតាំងរបស់មានជ័យយើងខ្ញុំដោយសារមូលហេតុគឺក្រុមហ៊ុនខ្ញុំលោកទី1គឺផ្ដោតគឺចង់បានទីតាំងដែលល្អទៅដល់ពុកម៉ែបងប្អូនតែម្ដងបាទអញ្ចឹងឥឡូវនេះក្រុមហ៊ុនយើងខ្ញុំក៏សម្រេចចិត្តបើកនៅគម្រោងថ្មីដែលពុកម៉ែបងប្អូនឃើញស្រាប់នេះហើយគឺជាសកម្មភាពដែលធ្វើទាំងយប់ទាំងថ្ងៃដើម្បីបំពេញតម្រូវការបាទអញ្ចឹងឥឡូវនេះយើងមកជួរខាងមុខក៏យើងមានអតិថិជនកក់អស់ហើយដែរហើយជួរខាងក្រោយយើងនេះគឺជាប្លុកA ហ្នឹងក៏មានអតិថិជនកក់អស់ជាច្រើនល្បីផងដែរបាទអញ្ចឹងចុងក្រោយនេះបាទដូចអ្វីដែលខ្ញុំបានជម្រាបពុកម៉ែបងប្អូនខាងលើអញ្ចឹងបាទសម្រាប់ព័ត៌មានលម្អិតបាទអាចអញ្ជើញមកមើលទីតាំងគម្រោងនេះបានបាទហើយព័ត៌មានលម្អិតអាចតំណងសាកសួរជាមួយខ្ញុំបានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទឬក៏តាមTelegram ឬក៏តាម Page របស់ខ្ញុំផ្ទាល់តែម្ដងបាទហើយអាចពិភាក្សាជាមួយខ្ញុំបានហើយក៏អាចនិយាយគ្នាបានបាទនិយាយរួមទៅគឺពេលដែលយើងពិភាក្សាគ្នាយើងយកបេះដូងមកនិយាយដើម្បីដោះស្រាយរយុទ្ធសាស្ត្រឈ្នះទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ទីតាំងគម្រោងនេះបាទខ្ញុំហ៊ានធានាថាពុកម៉ែបងប្អូនងាយស្រួលនឹងការរស់នៅក៏ដូចជាងាយស្រួលនឹងបង់រំលោះបាទដោយសារតែយើងមិនបាច់ចាំសិក្សាពី CBC ទេបាទហើយសម្រាប់មកផ្ទះបាទគឺជួរខាងមុខយើងធ្វើផ្ទះរហូតដល់ប្លង់សេ2សន្លឹកនិងបន្ទប់គេង4បន្ទប់ទឹក5បាទមានតែ20ល្វែងជាងទេបាទហើយខាងក្នុងយើងធ្វើផ្ទះប្លង់សេ1សន្លឹកហើយដបូលប្រាក់រួចស្រេចដែលមានបន្ទប់គេង2និងបន្ទប់ទឹក3បាទហើយខាងក្នុងតម្លៃធូរថ្លៃ 50,000 ជាងទេបាទអញ្ចឹងពុកម៉ែបងប្អូនអាចសវេមើលបានបាទតើទីតាំងនៅគម្រោងផ្លូវ58បាទចិត្តនឹងតំបន់សេដ្ឋកិច្ចពិសេសបាទតើដីក្នុងបរិវេណតម្លៃប៉ុន្មានបាទពុកម៉ែបងប្អូនអាចសវេមើលបានបាទខ្ញុំមិនចាំបាច់និយាយទេក៏មកថាខ្ញុំចេះតែថាពុកម៉ែបងប្អូនអាចសិក្សាមើលបានពីដីបានបាទហើយដីរបស់យើងដីខ្ញុំនេះណាគឺនៅជាប់នឹងផ្លូវ58តែម្ដងបាទមិនបានចុះពីផ្លូវ58ទៅ500ម៉ែត្រទៅដល់រហូតដល់1000ម៉ែត្រទេបាទគឺក្រុមហ៊ុនយើងខ្ញុំគឺនិយាយពិតធ្វើពិតហើយអាចមកមើលទីតាំងបានហើយរីឯសក្តានុពលវិញបាទ
គឺនៅជុំវិញនេះគឺសឹងជាតំបន់ដែលមានសក្តានុពលខ្លាំងពុកម៉ែបងប្អូនប្រាប់ហើយនៅខាងក្រោយខ្នងខ្ញុំនេះបាទពុកម៉ែបងប្អូនឃើញក្រុមហ៊ុនHTB បាទដែលជាក្រុមហ៊ុនដំឡើងឡានជា Morning និងរថយន្តផ្សេងៗជាច្រើនទៀតបាទនៅជាប់នឹងគម្រោងយើងតែម្ដងបាទហើយនៅខាងក្រោយខ្នងខ្ញុំនេះហ្នឹងក្រោយខាងក្រោមគម្រោងខ្ញុំឥឡូវនេះបានក្រុមហ៊ុនដ៏ធំមួយបាទបានរៀបចំចាក់ដីទាំងយប់ទាំងថ្ងៃបាទអញ្ចឹងមិនដឹងថាដីនឹងគេកំពុងតែអភិវឌ្ឍធ្វើអ្វីទេបាទអញ្ចឹងពុកម៉ែបងប្អូនអាចអញ្ជើញមកមើលដោយខ្លួនឯងផ្ទាល់បានកុំឲ្យថាខ្ញុំនឹងចេះនិយាយបាទហើយខ្ញុំនិយាយគឺខ្ញុំលក់គឺខ្ញុំមិនប្រកបទីតាំងទេបាទហើយដោយអ្វីនឹងជំរាបចឹងគឺគោលការណ៍កក់ប្រាក់ងាយបាទអាចពិភាក្សាជាមួយខ្ញុំបានបងរំលោះជាមួយក្រុមហ៊ុនក៏បានបាទបងរំលោះជាមួយធនាគារក៏បានបាទងាយបាទអាចពិភាក្សាជាមួយខ្ញុំបានដោយផ្ទាល់បានបាទហើយដូចខ្ញុំជម្រាបពុកម៉ែបងប្អូនចឹងបាទសម្រាប់ក្រុមហ៊ុនយើងខ្ញុំមិនបានលក់កុហកទីតាំងបាទមិនថាដូចជាទីតាំងនៅចិត្តនឹងរង្វង់មូល58បាទតែជាក់ស្ដែងមកមើលជិះពីរង្វង់មូល58ទៅជាង3គីឡូក៏មានបាទអានឹងខ្ញុំចង់បញ្ជាក់ទៅដល់អតិថិជនបាទថាក្រុមហ៊ុនយើងខ្ញុំគឺទី1គឺខ្ញុំលក់មិនកុហកទីតាំងបាទខ្ញុំធានាជូន 100% បាទបាទអញ្ចឹងអ្វីដែលខ្ញុំបានក៏សូមខន្តីអភ័យទោសទៅដល់ពុកម៉ែបងប្អូននោះបាទដោយសារតែការសាងសង់បាទយឺតយ៉ាវបាទទៅដល់ពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ពីកត្តាសេដ្ឋកិច្ចសកលបាទដែលធ្វើឲ្យមានការយឺតយ៉ាវបាទអញ្ចឹងក៏សូមខន្តីអភ័យទោសផងដែរទៅដល់ពុកម៉ែបងប្អូនដែលតែងតែយកជល់និងអធិស្ឋានមកដល់ក្រុមហ៊ុនយើងខ្ញុំបាទហើយក្រុមហ៊ុនយើងខ្ញុំសន្យាថាបាទមិនថាកម្រងណាទេបាទគឺក្រុមហ៊ុនខ្ញុំនឹងសាងសង់ជូនទៅដល់ពុកម៉ែបងប្អូនឲ្យហើយគ្រប់កម្រងទាំងអស់បាទគ្រាន់តែសុំពេលរយៈសុំពេលបន្តិចបាទដើម្បីឲ្យសេដ្ឋកិច្ចក៏ដូចជាចរន្តច្រកអីផ្សេងមានការឲ្យបាននាំចូលមកបានអ្វីដែលយើងធ្លាប់យកចូលពីមុនមកបាទអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបាទខ្ញុំសន្យាថានឹងធ្វើជូនបាទមិនមែនថាផ្ទះគម្រោងខ្ញុំបើកពីមុនមកធ្វើមិនទាន់ហើយមកបើកគម្រោងថ្មីបន្ថែមទៀតទេបាទអញ្ចឹងខ្ញុំរៀបចំធ្វើគម្រោងអ្វីមួយគឺខ្ញុំគិតគូរទៅដល់ទី1យើងត្រូវមានជាងបាទអញ្ចឹងសម្រាប់គម្រោងនេះយើងអត់មានយកជាងមកពាក់ព័ន្ធជាមួយនឹងគម្រោងដែលយើងកំពុងតែសាងសង់ដែលមានអតិថិជនកំពុងតែធ្វើទេបាទអញ្ចឹងសម្រាប់គម្រោងនេះយើងមានជាងមួយក្រុមចែកដាច់ដោយឡែកពីគ្នាតែម្ដងបាទអញ្ចឹងទីចុងក្រោយនេះបាទខ្ញុំគ្មានអ្វីទេបាទមានតែម្រាមដៃ10បាទសូមគោរពបាទហើយក៏សូមយោគយល់បាទអធិស្ឋានទៅដល់ពុកម៉ែបងប្អូនបាទដែលជាអតិថិជនចាស់អតិថិជនថ្មីរបស់ក្រុមហ៊ុនកំណងផ្ទះល្បីមានជ័យយើងខ្ញុំបាទដែលតែងតែគ្រប់គ្រងនិងយោគយល់អធិស្ឋានបាទពុកម៉ែបងប្អូនក៏ដឹងហើយបាទដោយសារតែមួយរយៈនេះគឺដោយសារតែកត្តាសេដ្ឋកិច្ចក៏ដូចជាអវ័នយើងនាំចូលគឺមានភាពលំបាកបន្តិចបាទអញ្ចឹងធ្វើឲ្យការរាំងស្ទះយឺតយ៉ាវបាទខ្ញុំក៏ទទួលស្គាល់បាទហើយខ្ញុំតែងតែនិយាយទៀតបាទគឺសូមទោសបាទទៅដល់ពុកម៉ែបងប្អូនបាទនៅការសាងសង់យឺតយ៉ាវក៏ដូចជាការរាំងស្ទះក៏សូមអធិស្ឋានផងដែរបាទហើយអ្វីដែលក្រុមហ៊ុនខ្ញុំទំនួលខុសត្រូវនោះគឺបាទក្រុមហ៊ុនខ្ញុំនឹងសន្យាថានឹងធ្វើជូនបាទទៅដល់ពុកម៉ែបងប្អូនបាទគ្រប់គម្រោងទាំងអស់ទោះបីជាប្រើពេលវេលាយ៉ាងណាក៏ក្រុមហ៊ុនយើងខ្ញុំនៅតែមានគោលជំហរបាទធ្វើឲ្យហើយជូនទៅដល់ពុកម៉ែបងប្អូនតែម្ដងបាទអញ្ចឹងជាចុងក្រោយនេះបាទសម្រាប់ព័ត៌មានលម្អិតខ្ញុំសូមបន្ថែមបន្តិចបាទពុកម៉ែបងប្អូនមកកក់ក្នុងឱកាសនេះបាទ
នឹងទទួលបានបញ្ចុះតម្លៃ$20,000បាទអានឹងសម្រាប់បងប្អូនទិញលុយសុទ្ធណាបាទជួខាងមុខដែលផ្ទះប្រភេទផ្ទះល្វែងសពហៅហ្នឹងបាទអញ្ចឹងខ្ញុំបានបញ្ចុះជូន$20,000ហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់បាននៅជួខាងក្នុងមាន2បន្ទប់គេង3បន្ទប់ទឹកបាទអានឹងតម្លៃត្រឹមតែ$50,000ជាងទេបាទអញ្ចឹងពុកម៉ែបងប្អូនអាចទិញលុយសុទ្ធក៏ខ្ញុំបានបញ្ចុះជូនដល់ពុកម៉ែបងប្អូនផងដែរបាទអញ្ចឹងសូមរួចរាល់ណាបងប្អូនបាទដូចខ្ញុំបញ្ជាក់ពុកម៉ែខាងលើអញ្ចឹងបាទសម្រាប់គម្រោងនៅជួរខាងមុខនឹងជាប់ផ្លូវ58ហ្នឹងក៏យើងមានអតិថិជនគាត់បានមកមើលហើយក៏គាត់ស្រឡាញ់ពេញចិត្តដោយសារតែគាត់បានមកឃើញជាក់ស្ដែងទី1គឺនៅជាប់នឹងតំបន់សេដ្ឋកិច្ចពិសេសធំជាច្រើនតែម្ដងបងប្អូនបាទនៅខាងនោះវាមានរោងចក្រហើយមានជាប់នឹងផែស្ងួតបាទហើយក៏ដូចជាច្រកស្ទឹងបត់រង្វង់មូល58បាទហើយពីផ្លូវ58នេះទៅមុខតិចទៅក៏អាចមានផ្លូវបេតុងធ្វើដំណើរចូលទៅទីក្រុងប៉ោយប៉ែតបាទដែលមានផ្លូវបេតុងរួចជាស្រេចផងដែរបាទអញ្ចឹងសម្រាប់ទីតាំងគម្រោងនេះគឺមានរាជរដ្ឋាភិបាលក៏ដូចជាសាលាក្រុងប៉ោយប៉ែតគឺគាត់បានរៀបចំរចនាសម្ព័ន្ធមានផ្លូវបេតុងមានប្រព័ន្ធភ្លើងប្រព័ន្ធលូរួចជាស្រេចហើយផងដែរបាទអញ្ចឹងសម្រាប់ទីតាំងគម្រោងមានជ័យផ្លូវ58យើងនេះបងប្អូនអាចអញ្ជើញមើលបានគឺយើងមានប្រព័ន្ធភ្លើងប្រព័ន្ធគឺមានរួចរាល់អស់ហើយតែបាទអញ្ចឹងកុំភ្លេចណាបងប្អូនបាទឱកាស promotion នេះមានដែនកំណត់បាទក្នុងឱកាសថ្ងៃបុកគ្រឹះថ្ងៃទី18រហូតដល់ថ្ងៃដាច់ខែនេះបាទពុកម៉ែបងប្អូនមកកក់បាទអាចមកពិភាក្សាជាមួយខ្ញុំបានដោយផ្ទាល់ហើយពុកម៉ែបងប្អូនថាប៉ុណ្ណេះពុកម៉ែបងប្អូនអាចទៅរួចបាទសូមយើងអាចនិយាយគ្នាបានអាចចរចាគ្នាបានបាទដោយសារតែខាងក្រុមហ៊ុនយើងខ្ញុំតែងតែយោគយល់ហើយតែងតែគិតដល់បាទផលវិបាកបាទមិនថាក្រុមហ៊ុនខ្ញុំមិនថាពុកម៉ែបងប្អូនប្រជាពលរដ្ឋទេសិតតែមានជួបការលំបាករៀងៗខ្លួនក៏ប៉ុន្តែពេលដែលយើងជួបយើងត្រូវតែដោះស្រាយបាទអញ្ចឹងចុងក្រោយនេះបាទខ្ញុំបាទឈ្មោះឡាច់សីហាបាទតំណាងឲ្យលោកបញ្ញាឡាវិលីមអគ្គនាយកក្រុមហ៊ុនសំណង់ផ្ទះល្វែងមានជ័យបាទសូមខំតៃអភ័យទោសបាទរាល់ពាក្យពេចន៍ខុសឆ្គងក្នុងចំណុចណាក៏សូមខំតៃអភ័យទោសទៅដល់ពុកម៉ែបងប្អូនផងដែរបាទហើយព័ត៌មានលម្អិតពីគោលការណ៍កក់ប្រាក់ពីគោលការណ៍ទិញផ្ទះចុះតម្លៃបាទម៉ែបងប្អូនអាចតំណងតាមរយៈ Telegram ខ្ញុំខាងលើនឹងបានបាទហើយព័ត៌មានផ្សេងគម្រោងចង់បានគម្រោងផ្សេងចង់បានអីផ្សេងក៏ក្រុមហ៊ុនយើងខ្ញុំមានដែរបាទអញ្ចឹងពីចុងក្រោយនេះបាទខ្ញុំមានអ្វីទេបាទដូចអ្វីខ្ញុំខាងលើអញ្ចឹងខ្ញុំមានតែម្រាមដៃ10បាទក៏សូមខន្តីអភ័យទោសបាទទៅដល់ពុកម៉ែបងប្អូនបាទតែងតែជឿជាក់ហើយក៏តែងតែយោគយល់ដល់ក្រុមហ៊ុនយើងខ្ញុំផងដែរទោះបីជាការសាងសង់យឺតយ៉ាវពុកម៉ែបងប្អូនតែងតែយោគយល់ហើយខាងក្រុមហ៊ុនយើងខ្ញុំក៏តែងតែជួបផ្ទាល់ហើយក៏សូមការយោគយល់បាទហើយការសាងសង់ឲ្យទុកចោលគឺមិនមានទេបាទខ្ញុំធានាជូនតែម្ដងបាទគ្រាន់តែរៀងយឺតយ៉ាវបន្តិចដោយសារតែកត្តាសេដ្ឋកិច្ចសកលបាទមិនមែនតែក្រុមហ៊ុនខ្ញុំទេហើយក៏មិនមែនជាតែប្រទេសកម្ពុជាយើងដែរបាទគឺថាសកលគឺទូទាំងសកលលោកតែម្ដងបងប្អូនបាទអញ្ចឹងចុងក្រោយនេះបាទក៏សូមអរគុណមែនទែនបាទទៅដល់ថ្នាក់ដឹកនាំបាទដូចជាសម្ដេចបាទហើយក៏នឹងលោកអភិបាលខេត្តទីមានជ័យលោកអភិបាលក្រុងប៉ោយប៉ែតនិងបងមេបញ្ជាការកងរាជអាវុធហត្ថខេត្តទីមានជ័យនិងបងសិទ្ធឡោះស្នងការខេត្តទីមានជ័យនិងមន្ត្រីរាជការទាំងអស់បាទនិងជាពិសេសបាទសូមគោរពអរគុណមែនទែនដល់អាដាមប៉ាន់ខេត្តបន្ថនបាទដែលជានាយកដ្ឋការឡាយរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា
លោកតែងតែចុះមូលដ្ឋានបាទនៅក្នុងទឹកដីក្រុងប៉ោយប៉ែតបាទគឺមិនថាពេលណាទេគឺលោកតែងតែមានវត្តមានចុះជួយដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកគ្រប់គ្នាតែម្ដងបាទអញ្ចឹងក៏សូមអរគុណមែនតើបាទហើយចុងក្រោយនេះនៅពេលពាក្យពេចន៍ខ្ញុំបាទនិយាយទៅខុសឆ្គងឬក៏លឺលប់ត្រង់ចំណុចណាក៏សូមខន្តីអភ័យទោសផងដែរបាទអញ្ចឹងក៏សូមអរគុណសូមគោរពជូនពរទៅដល់ពុកម៉ែបងប្អូនក៏ដូចជាថ្នាក់ដឹកនាំនិងបងតាហ៊ានបាទគ្រប់លំដាប់ថ្នាក់បាទដែលតែងតែពុះពៀនិងលះបង់អាយុជីវិតដើម្បីការពារប្រជាពលរដ្ឋបាទអញ្ចឹងដូចអ្វីដែលខ្ញុំនិយាយអញ្ចឹងបាទបើសិនជាមិនមានពួកគាត់ទេបាទក្រុមហ៊ុនយើងខ្ញុំក៏មិនមានលទ្ធភាពបើកនៅគម្រោងថ្មីជូនទៅដល់ពុកម៉ែបងប្អូនដែរដោយសារតែទី1ពុកម៉ែបងប្អូនគឺស្រាប់ហើយបាទកត្តាអ្នកចិត្តខាងប្រទេសយើងគេតែងតែមិនសប្បាយចិត្តជាមួយនឹងប្រទេសយើងបាទអញ្ចឹងកងកម្លាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់គាត់តែងតែពុះពៀធ្វើទៅម៉េចឲ្យប្រទេសយើងមានសុខសន្តិភាពតែម្ដងបាទអញ្ចឹងចុងក្រោយនេះបាទខ្ញុំសូមគោរពលាហើយក៏សូមខន្តីអភ័យទោសបាទរាល់ពាក្យពេចន៍ខុសឆ្គងប៉ះនិយាយទៅមិនសមរម្យត្រង់ចំណុចណាក៏សូមខន្តីអភ័យទោសផងដែរបាទហើយខ្ញុំបាទក៏តំណាងឲ្យលោកកញ្ញាឡៃលីមអគ្គនាយកក្រុមហ៊ុនដំណងតែលវែងយន្តជ័យបាទក៏សូមគោរពថ្លែងអំណរគុណទៅដល់បងបាទដែលជាថ្នាក់ដឹកនាំនៅក្នុងខេត្តបន្ទាយមានជ័យយើងនេះគ្រប់លំដាប់ថ្នាក់ទាំងអស់បាទតែលោកតែងតែគិតគូរទៅដល់ពីបញ្ហាប្រជាពលរដ្ឋបាទហើយក៏សូមអរគុណបាទហើយក៏សូមអធិស្ឋានបាទនៅពេលដែលខ្ញុំបាទនិយាយអ្វីទៅខុសឆ្គងឬក៏លើកលុបត្រង់ចំណុចណាក៏សូមខន្តីអភ័យទោសផងដែរបងប្អូនបាទអញ្ចឹងជាចុងក្រោយនេះបាទក៏សូមគោរពជូនពរទៅដល់ពុកម៉ែបងប្អូនគ្រប់ក្រុមគ្រួសារបាទសូមទទួលបាននៅសុខសុវត្ថិភាពបាទមានសុភមង្គលគ្រប់គ្រួសារបាទនិងប្រកបអាជីវកម្មអ្វីឲ្យបានដូចបំណងប្រាថ្នាបាទអញ្ចឹងជាចុងក្រោយនេះក៏សូមអរគុណបាទសូមគោរពលាពុកម៉ែបងប្អូនជូនពរបាទជួបតែតំណាងល្អគ្រប់គ្នាតែម្ដងបាទសូមអរគុណ